ទឹកនៅខាងមុខមិនសាមញ្ញទេសត្វចម្លែកនៅក្រោមទឹកដើរលេងតំបន់ទឹកនេះមិនរីងស្ងួតអស់ជាច្រើនឆ្នាំមកហើយដូច្នេះវាជារឿងធម្មតាសម្រាប់ត្រីគេចខ្លួនបន្ទាប់ពីកាត់ខ្សែមកកាត់ខ្សែខ្ញុំថ្ងៃនេះបើអ្នកអាចធ្វើបានជម្រៅទឹកខាងមុខមានជាង4ម៉ែត្រតើជម្រៅទឹកនេះសំនឹងអ្វីនោះចាប់បានត្រីធំចូលបង្កាត់ពោតជាមុនសិនធ្វើសម្បុកបាតអ្នកមានតែត្រីធំទេថ្ងៃនេះចំពោះនុយសូមប្រើពោតស្រស់សម្បុកពោតចាស់ការនេសាទពោតស្រស់គឺសំហេតុផលណាស់ពោតផ្លែឈើនេះវាមើលទៅផ្អែមនិងឆ្ងាញ់ណាស់គួរឲ្យល្អដំបងនេសាទបានប្រើដំបងនេសាទប្រវែង8ម៉ែត្របេសាចឈែលរងហិបីជំនាន់ខ្ញុំរួចរាល់ហើយថ្ងៃនេះខ្ញុំនឹងចាប់ផ្ដើមស្វែងរកត្រីពីបាតប្រហែល1ម៉ែត្រនៅពេលដែលវារួចរាល់គ្រាន់តែព្យួរពោតស្រស់នៅលើទំពូក2ម៉ោង7:30ព្រឹកតោះមើលតើត្រីធំដំបូងនឹងចូលសម្បុកនៅពេលណាវាមិនមានន័យថាការព្យួរពោតនៅលើទំពូក2គឺជាទីបញ្ចប់នោះទេខ្ញុំនឹងចំណាយពេលប្រហែល3នាទីខ្ញុំនឹងបន្ថែមពោតស្រស់1ស្លាបព្រារាល់ពេលខ្ញុំបន្ថែមពោត1ដបសំឡេងទឹកធ្លាក់អាចទាក់ទាញបាសខ្មៅត្រីគោដែលសពថ្ងៃគឺត្រីគោរាំងនិងត្រីគោរាំងខ្ញុំបានរកឃើញរឿងមួយរបួសបានជាសះស្បើយទើបតែដឹងថារបួសហាខឹងសម្បាឬដាក់សំឡេងបរាជ័យលើវាផ្ដល់ច្រើនជាងការគោរពខ្ពស់បំផុតមកទីបំផុតបានមកដល់ហើយអាយ៉ាវាពិបាកពេកហើយទេនេះមិនមែនជាបូមាត់កង់ទេមកមើលនេះមិនមែនជាមាត់កង់ទេងាយស្រួលធំបែបនេះវាមិនងាយស្រួលទេសូមបន្តដរាបណាអ្នកបើកមាត់របស់អ្នកវានឹងងាយស្រួលប្រសិនបើសីតុណ្ហភាពនេះគួរតែជាពេលវេលាខ្ពស់បំផុតនៃថ្ងៃដូច្នេះត្រីទាំងនេះបានចាប់ផ្ដើមបើកមាត់ខ្ញុំត្រូវបានគេហៅថាធំដូច្នេះមានស្ថិរភាពកុំផ្លាស់ទីខ្ញុំមានអារម្មណ៍ថាវាចប់ហើយខ្ញុំមានអារម្មណ៍ថាគាត់នឹងប្រើកម្លាំងខ្ញុំពិតជាមិនអាចទ្រាំទ្របានម្នាក់នឹងកាត់វាខ្លាចត្រីនឹងសត្វល្អិតកាត់100នេះជាលើកទី1ហើយដែលខ្ញុំចាប់ត្រីធំបែបនេះគ្មានបទពិសោធន៍ជាធម្មតាខ្ញុំនេសាទក្រមាតូចមួយចំនួនត្រីដ៏ធំបំផុតដែលខ្ញុំចាប់បានគឺមិនលើសពី10ចេនទេនេះជាលើកទី1ហើយដែលខ្ញុំចាប់បានត្រីធំបែបនេះហើយភ័យបន្តិចវាមានអារម្មណ៍ដូចជាព្យួរនៅលើបាតអ្នកមិនអាចលើកវាឡើងបានទេគាត់ក៏មិនប្រញាប់ដែរអាយ៉ាអារម្មណ៍នេះត្រីធំបែបនេះទេមើលថាតើវាមានស្ថិរភាពប៉ុណ្ណានេះគឺមានស្ថិរភាពពេកអូកុំទៅតែខ្ញុំឈឺចាប់ឥឡូវនេះ8ម៉ោងតើអ្នកណាអាចជួយខ្ញុំបានដើរលេងអានឹងចប់ហើយដល់ពេលធ្វើសង្គ្រាមហើយកុំចូលទៅក្នុងទឹកនេះ
ខ្ញុំមិនអាចផ្លាស់ទីដៃរបស់ខ្ញុំទៀតទេ ជាងកន្លះម៉ោងហើយថាមពលនៅតែខ្លាំង ខ្ញុំគ្មានផ្លូវទៅមុខទេ ចប់ ទៅ ព្រះអើយ ឪពុកម្ដាយ ចុងម្រាមដៃទាំងពីរបាត់ទៅហើយ នេះមិនមែនជាការនេសាទទេ នេះច្បាស់ជាអ្នកនេសាទ មិនអីទេអ្នកកាត់ខ្ញុំនៅថ្ងៃដំបូង គ្រាន់តែកាត់ខ្សែរបស់ខ្ញុំ អ្នកត្រូវទុកខ្ញុំ1 ម៉ោងទៀតមុនពេលកាត់ លើស មកម្ដងទៀតប្រសិនបើអ្នកមានឆន្ទៈ កុំបាក់ទឹកចិត្ត យើងនៅតែមានឱកាស គ្មានការបំពេញមាត់ទៀតទេ ខ្ញុំនឹងប្រមូលផលពោត10 គីឡូក្រាមទៀត ខ្ញុំនឹងត្រឡប់មកសងសឹកវិញក្នុងរយៈពេល3 ថ្ងៃ មិនអីទេអាហារពេលល្ងាចរួចរាល់ មើលមុខម្ហូបថ្ងៃនេះយើងមិនបរិភោគត្រីទេ មកសាកស្រាប៊ីទា វាពិតជាក្លិនល្អណាស់ទុកឲ្យអ្នកគាំទ្រហូបសិន